មានបងប្អូនយើងមួយចំនួនណាគាត់និយាយថាដាំដើមសកានេះរាប់សិបឆ្នាំហើយមិនដែលឃើញផ្កាមិនដែលឃើញផ្លែអីទេដោយឡែកឃើញខ្ញុំបង្ហោះវីដេអូឃើញថាដើមសកានេះរបស់ខ្ញុំដាំតែនៅក្នុងផើងទៀបល្អិតមានចេញផ្កាមានចេញផ្លែអីអញ្ចឹងគាត់សួរខ្ញុំថាធ្វើរបៀបម៉េចមានទាំងអ្នកនៅស្រុកអាមេរិកនិងអ្នកនៅស្រុកខ្មែរបងប្អូនបានឃើញស្រាប់ហើយនេះដើមសកានេះរបស់ខ្ញុំដាំនៅក្នុងផើងហើយក៏អត់បានទៅធ្វើទ្រឿងអីណាមមតមអីទេនេះចងតាំងពីខ្សែឡើងប៉ុន្តែនិយាយពីថាផ្កាវិញនេះចេញទាំងគ្រប់មេតគ្រប់ធាងយកតែម្ដងគុំទៅវិញខ្ញុំដាំអត់ទាន់បានមួយឆ្នាំទេហើយមិនដែលទាំងបានដាក់ជីថែទាំឲ្យដិតដល់ផងចំណែកខាងក្រោយនេះវិញក៏អញ្ចឹងដែរនេះបានផ្កាធំប៉ុណ្ណាប៉ុណ្ណីហើយនៅចេញលោកទូចខ្នែងទូចតាមមេឃតាមធាងបន្តទៀតហើយសម្រាប់វិធីថែរក្សាធ្វើឲ្យវាចេញផ្កាចេញផ្លែហ្នឹងងាយបំផុតបងប្អូនទាំងអស់គ្នាគ្រាន់តែកាត់មែកវានៅឆឹបណាចង់ដូចរបស់ខ្ញុំធ្វើអញ្ចឹងណាគឺថាដល់រដូវវាចេញផ្កាមកគឺផ្កាពេញស្ញះដូចរបស់ខ្ញុំអញ្ចឹងជាតិដើមសកានេះណាស្រួលដាំស្រួលថែមែនតើអត់ត្រូវការទឹកច្រើនត្រូវការដីជីជាតិអីខ្លាំងពេកទេកាត់ចង់ដូចខ្ញុំអញ្ចឹងគឺផ្លៃទៅណាស់អស់